4.3 ការតាក់តែងសេចក្តីណែនាំទម្រង់ទូទៅនៃសេចក្តីណែនាំមាន3ផ្នែកគឺផ្នែកក្បាលផ្នែកខ្លឹមសារនិងផ្នែកបញ្ចប់ផ្នែកក្បាលរួមមាន1ឈ្មោះប្រទេស2បោចនា3រូបសញ្ញា4ប្រភព5លេខនិងអក្សរកាត់និង6ចំណងជើងហើយត្រូវសរសេរដូចខាងក្រោម1ឈ្មោះប្រទេសព្រះរាជាណាចក្រកម្ពុជាគឺជាឈ្មោះប្រទេសដែលកំពុងប្រើប្រាស់ជាផ្លូវការឈ្មោះប្រទេសត្រូវសរសេរជាអក្សរឆ្លាក់មូលនៅផ្នែកខាងលើរឹមទំព័រខាងស្ដាំដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខ2បោចនាជាតិសាសនាព្រះមហាក្សត្រត្រូវសរសេរជាអក្សរឆ្លាក់មូលនៅពីក្រោមឈ្មោះប្រទេសដោយប្រើទំហំអក្សរតូចជាងទំហំអក្សរឈ្មោះប្រទេសមួយលេខ3រូបសញ្ញាគឺជារូបសញ្ញាជាផ្លូវការរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញាត្រូវដាក់នៅចំកណ្ដាលរឹមខាងលើនៃទំព័រហើយត្រូវដាក់នៅទន្ទឹមនឹងរដ្ឋបាលក្រុងស្រុកដោយមិនឲ្យខ្ពស់ជាងឈ្មោះខេត្តឡើយ4ប្រភពគឺជាឈ្មោះរដ្ឋបាលដែលចេញសេចក្តីណែនាំប្រភពត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងក្រោមបោចនាមួយបន្ទាត់5លេខនិងអក្សរកាត់លេខរបស់សេចក្តីណែនាំត្រូវសរសេរជាលេខខ្មែរមាន3ខ្ទង់ដោយចាប់ផ្ដើមពីលេខ001ហើយភ្ជាប់ជាមួយនឹងឆ្នាំនៃការចេញសេចក្តីណែនាំយកលេខ2ខ្ទង់ចុងក្រោយនៃឆ្នាំនិងអក្សរកាត់នៃសេចក្តីណែនាំលេខសេចក្តីណែនាំត្រូវចុះតាមឆ្នាំនីមួយអក្សរកាត់របស់សេចក្តីណែនាំនេះគឺសាណឧទាហរណ៍លេខសេចក្តីណែនាំទី1នៃឆ្នាំ2023គឺលេខ001-23សនិង6ចំណងជើងត្រូវសរសេរតាមលំដាប់លំដោយដូចចទៅសេចក្តីណែនាំត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមលេខដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ2លេខស្ដីពីត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យសេចក្តីណែនាំដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខតូចជាងពាក្យសេចក្តីណែនាំមួយលេខចំណងជើងនៃសេចក្តីណែនាំត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យស្ដីពីដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខទំហំអក្សរស្មើនឹងពាក្យស្ដីពីគំរូផ្នែកក្បាលសេចក្តីណែនាំសម្រាប់រដ្ឋបាលក្រុងស្រុកខផ្នែកខ្លឹមសារផ្នែកខ្លឹមសាររួមមាន7សេចក្តីផ្ដើម8តួសេចក្តីនិង9អវសានបទខ្លឹមសារត្រូវប្រើទំហំអក្សរ11ឬ12នៃពុម្ពអក្សរ Unicode ហើយត្រូវសរសេរដូចខាងក្រោម7សេចក្តីផ្ដើមត្រូវបរិយាយអំពីមូលហេតុនានាដែលនាំឲ្យដាក់ចេញនូវសេចក្តីណែនាំមូលហេតុទាំងនោះអាចជាបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តកិច្ចការណាមួយឬអាចជាយងលិខិតដ្ឋានកិត្តិយសនានាជាទូទៅនៅចុងបញ្ចប់នៃសេចក្តីផ្ដើមត្រូវសរសេរឈ្មោះភ្ជាប់សេចក្តីមួយដែលមានខ្លឹមសារដូចចុះទៅដើម្បីរដ្ឋបាលក្រុងស្រុកសូមធ្វើការណែនាំដូចខាងក្រោម8តួសេចក្តីត្រូវបរិយាយលម្អិតអំពីគោលបំណងខ្លឹមសារនិងនីតិវិធីនានាដែលត្រូវបញ្ញត្តិនៅក្នុងសេចក្តីណែនាំសម្រាប់អនុវត្តតួសេចក្តីត្រូវសរសេរតាមលំដាប់លំដោយដូចខាងក្រោម9អវសានបទត្រូវចែងអំពីការទទួលខុសត្រូវក្នុងការអនុវត្តសេចក្តីណែនាំដែលមានខ្លឹមសារថាទទួលបានសេចក្តីណែនាំនេះអង្គភាពត្រូវចាត់ចែងផ្សព្វផ្សាយបើចាំបាច់និងអនុវត្តឲ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់3ផ្នែកបញ្ចប់ផ្នែកបញ្ចប់រួមមាន10ទីកន្លែងនិងការបរិច្ឆេទ11មុខតំណែងហត្ថលេខី12ហត្ថលេខា13ត្រា14ឈ្មោះហត្ថលេខីនិង15កន្លែងទទួល10ទីកន្លែងនិងការបរិច្ឆេទគឺជាឈ្មោះទីកន្លែងនិងថ្ងៃខែឆ្នាំនៃការចេញសេចក្តីណែនាំទីកន្លែងនិងការបរិច្ឆេទត្រូវសរសេរថ្ងៃខែឆ្នាំតាមចិនកុដនៅពីខាងលើថ្ងៃខែឆ្នាំតាមសូរ្យ័ក្សនៅរឹមទំព័រខាងស្ដាំ2ក្រោមបន្ទាត់ចុងក្រោយនៃអត្ថបទចិនកុដនៅបន្ទាត់ទី1និងសូរ្យ័ក្សទៅចុះបន្ទាត់នៅជួរទី2ឲ្យស្មើជួរបន្ទាត់ទី1 11មុខតំណែងហត្ថលេខីគឺជាឈ្មោះមុខតំណែងរបស់អ្នកដែលត្រូវចុះហត្ថលេខាលើសេចក្តីណែនាំហើយត្រូវសរសេរជាអក្សរឆ្លាក់មូលនៅប៉ែកខាងស្ដាំនៃទំព័រខាងក្រោមទីកន្លែងនិងការបរិច្ឆេទគំរូមុខតំណែងហត្ថលេខី12ហត្ថលេខាហត្ថលេខីត្រូវចុះហត្ថលេខារបស់ខ្លួននៅចំកណ្ដាលនិងពីក្រោមមុខតំណែងហត្ថលេខីអ្នករៀបចំសេចក្តីណែនាំត្រូវទុកចន្លោះសមល្មមសម្រាប់ចុះហត្ថលេខា13ត្រាគឺជាត្រាផ្លូវការរបស់រដ្ឋបាលក្រុងស្រុកត្រាត្រូវបោះនៅផ្នែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល 1/3 ត្រាមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយ14ឈ្មោះហត្ថលេខីគឺជាឈ្មោះជាផ្លូវការរបស់អ្នកចុះហត្ថលេខាហើយត្រូវសរសេរឈ្មោះឬបោះត្រាឈ្មោះនៅខាងក្រោមហត្ថលេខាជាងខាងស្ដាំដោយមិនត្រូវឲ្យជាន់លើត្រារបស់រដ្ឋបាលឡើយ15កន្លែងទទួលគឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលសេចក្តីណែនាំដើម្បីជូនជ្រាបនិងដើម្បីអនុវត្តកន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន2លេខហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់ចុងក្រោយគេនៃកន្លែងទទួលត្រូវសរសេរថាឯកសារកាបវត្តរូបមន្តនៃកន្លែងទទួលមានដូចខាងក្រោមកន្លែងទទួលឯកសារកាបវត្ត